ប្រភ្នូលនឹងអត្តន័យនៃការយល់សប្តិថាកណ្ដាស់បើលោកអ្នកយល់សប្តិថាកណ្ដាស់ទំនេរថាពុំមានអ្វីធ្វើឲ្យអ្នកខូចចិត្តនោះទេសម្រាប់មួយរយៈពេលខ្លីខាងមុខនេះយល់សប្តិឃើញគេកណ្ដាស់ទំនេរថាអ្នកនឹងត្រូវចូលរួមចំណែកក្នុងការធ្វើឲ្យគម្រោងការអ្វីមួយបានសម្រេចបើពុំនោះទេអ្នកនឹងត្រូវជួបការតស៊ូមួយដើម្បីឲ្យបានសម្រេចដោយគោលបំណងរបស់អ្នកកណ្ដាប់យល់សប្តិឃើញខ្លួនអ្នកជាអ្នកចងរឹតអ្វីមួយជាកណ្ដាប់ឬជាបាច់ឬកាន់អ្វីមួយជាកណ្ដាប់ជាការហាមអ្នកមិនឲ្យតិចទៀនអ្នកណាឲ្យសោះប៉ុន្តែបើយល់សប្តិឃើញអ្នកដតីធ្វើដូចនោះទំនេរថាអ្នកនឹងទទួលបានសេចក្តីអញ្ជើញមួយដោយមិនបានដឹងជាមុនកញ្ឆេយល់សប្តិឃើញកញ្ឆេសម្រាប់ដាក់អីវ៉ាន់យកទៅបោកបើជាកញ្ឆេទៅទេទំនេរថាអ្នកនឹងជួបការរកម្មរកូសក្នុងចិត្តបើកញ្ឆេនោះមានអីវ៉ាន់ពេញទំនេរថាអ្នកនឹងបានទទួលសេចក្តីចម្រើនបើយល់សប្តិឃើញកញ្ឆេមានផ្ទុកអីវ៉ាន់សម្រាប់ពិកនិចឬឃើញមានបាយមានម្ហូបនៅក្នុងកញ្ឆេទំនេរថាអ្នកនឹងជួបសេចក្តីរីករាយនៅក្នុងគ្រួសារបាទពុកម៉ែបងប្អូនសម្រាប់អត្ថន័យនៃការសមិនឃើញកណ្ដាស់ឬក៏កញ្ឆេដោយខាងលើក៏បានបញ្ចប់ហើយជាចុងក្រោយខ្ញុំបាទក៏សូមគោរពជូនពរពុកម៉ែបងប្អូននៅរកទទួលទានមានបានធ្វើដំណើរទៅណាប្រកបដោយសេចក្តីសុខនិងសុវត្ថិភាពបាទសូមអរគុណសូមគោរពលា